បងប្អូនដែលមានចង្ការឈើផ្លែតែងតែជួបបញ្ហាទាក់ទងទៅលើរុយទឹកផ្លែបាទដែលធ្វើឲ្យតកូវចូលទៅដល់ក្នុងផ្លែឈើអញ្ចឹងអានេះគឺជាដំណោះស្រាយមួយដែលខ្ញុំចង់ធ្វើការបង្ហាញជូនទៅកាន់បងប្អូនអានេះគឺជា pheromone ឬក៏ហៅថាក្លិនស្នេហ៍បាទអញ្ចឹងសម្រាប់ក្លិនស្នេហ៍ហ្នឹងគឺយើងធ្វើការសម្រាប់តាក់បាទប្រភេទពួករុយទឹកផ្លែបាទអញ្ចឹងដូចបងប្អូនឃើញអញ្ចឹងគឺអានេះគឺយើងដាក់អត់ទាន់បាន24ម៉ោងទេបាទអញ្ចឹងតើដល់ខ្ទង់ម៉ោង2បានដល់24ម៉ោងបាទអញ្ចឹងឃើញថាវាតាក់បានច្រើនមែនតើហើយខ្ញុំដាក់ធ្វើមួយកំប៉ុងនេះគឺខ្ញុំដាក់បាន2ដងបាទបងប្អូនចង់ដាក់2បាន3ក៏បានសារលើបងប្អូនទេគាត់ថាដល់ពេលដែលវាអស់គឺយើងដាក់ថែមទៀតអញ្ចឹងណាហ្នឹងហើយអញ្ចឹងសម្រាប់រុយទឹកផ្លែនេះគឺវាបង្កផលប៉ះពាល់ក៏ដូចជាបង្កបញ្ហាច្រើនមែនទេទៅលើដំណាំរបស់យើងដូចជាបងប្អូនដាំស្វាយជពូតបែកបាត្រាបាទក្រូចអីផ្សេងហ្នឹងបាទនឹងផ្លែឈើផ្លែច្រើនទៀតបាទដែលវាធ្វើការតិចហើយនឹងបញ្ចូលពងរបស់វាទៅក្នុងផ្លែឈើហ្នឹងហើយក៏កើតជាតកូវបាទអញ្ចឹងសម្រាប់បងប្អូនដែលធ្វើការត្រូវការគឺកម្ចាត់ដោះស្រាយនៅបញ្ហាហ្នឹងគឺបងប្អូនអាចធ្វើការទៅនឹងបានពីព្រោះអាហ្នឹងវាមានផលប្រយោជន៍និងប្រសិទ្ធភាពជាងថ្នាំពុលមែនតែនបាទព្រោះឯពពួករុយទឹកផ្លែនេះគឺប្រើប្រាស់ថ្នាំពុលសម្រាប់បាញ់សម្រាប់វាគឺមិនងាយទេបាទដោយសារតែឧទាហរណ៍ថាដើមឈើបងប្អូនជាប្រភេទដើមឈើធំដូចដើមឈើស្វាយរបស់ខ្ញុំអញ្ចឹងគឺបងប្អូនពិបាកបាញ់សម្រាប់វាណាដោយសារពួកហ្នឹងគឺការបំលាស់ទីរបស់វាលឿនហើយក៏អឺវាអាចបំលាស់ទីចេញពីផ្លែបានអញ្ចឹងណាអញ្ចឹងវាកម្របងប្អូនអាចបាញ់នឹងប៉ះវាណាបាទប៉ុន្តែបើសម្រាប់ជាងប្រើក្លិនស្នេហ៍នេះគឺយើងអាចចាប់វាបានច្រើនបាទដែលអាចជួយសម្រួលបងប្អូនបានហើយក៏វាកាត់បន្ថយការប៉ះពាល់ដល់សុខភាពបងប្អូនដែរហើយទាក់ទងទៅលើការប្រើប្រាស់ងាយទេបាទបងប្អូនទិញថ្នាំនេះបាទសម្រាប់ថ្នាំនេះមក10សរោមរបស់វាគឺយើងលក់ 25,000 បាទហើយនៅបងប្អូនទិញគម្របដបនេះភ្ជាប់មួយទៅដបទឹកសុទ្ធបងប្អូនអាចមាននៅផ្ទះឬក៏ដាក់វាអញ្ចឹងណាហ្នឹងហើយអញ្ចឹងក៏សម្រាប់ក្បាលនេះគឺមួយ2500ដូចគ្នាបាទហើយក្បាលនេះបងប្អូនប្រើបានច្រើនឆ្នាំណាស់มันងាយខូចតាណាទេបាទហើយក្បាលយើងមានពីរប្រភេទមានពណ៌ខ្មៅនិងពណ៌លឿងហ្នឹងអញ្ចឹងបងប្អូនអាចធ្វើការតំណែងធ្វើការបញ្ជាទិញបានបាទអញ្ចឹងបងប្អូនអាចទិញអានេះមកកំប៉ុង10កំប៉ុងទៅបាទមកប្រអប់វាហ្នឹងណាហើយទិញអាក្បាលហ្នឹង10 20ទៅបងប្អូនអាចប្រើចការបងប្អូនបានហើយបាទហ្នឹងហើយខ្ញុំមានតែប៉ុណ្្នឹងសម្រាប់ការចែកម្លែកបងប្អូនអញ្ចឹងបើសិនបងប្អូនត្រូវការបងប្អូនអាចធ្វើការទំនាក់ទំនងមកកាន់លេខទូរស័ព្ទយើងបាន0 9 85 888 បាទអូខេអរគុណច្រើនបាទ